ជំរាបសួរលោកគ្រូហើយ project ថ្ងៃនេះគឺនិយាយអំពី reading API app ហើយក្រុមរបស់ខ្ញុំគឺមានតែខ្ញុំម្នាក់ឯងទេគឺរងឧត្តមហើយ content របស់យើងគឺមាន overview objective feature UI skin text text ហើយនិង conclusion overview project របស់យើងគឺធ្វើនៅលើ Flutter ហើយ project របស់យើងគឺវាដើម្បីជួយឲ្យយើងងាយស្រួលក្នុងការ search រកព័ត៌មានផ្សេងៗហើយក្នុងគោលបំណងដើម្បីឲ្យយើងរៀនអំពី Flutter UI development ដើម្បីយើង practice design ទៅលើ app ដែលយើងចង់ធ្វើហើយយើង build reusable app ដែលយើងអាច build តែម្ដងតែយើងអាចប្រើបានច្រើនដងហើយនឹង improve ជំនួយឲ្យយើង mobile app skill របស់យើងនឹងកាន់តែប្រសើរឡើងហើយ feature ក្នុង reading API app របស់យើងនឹងគឺមានដូចជា light and dark mode switch search button about skin ហើយ next គឺ UI skin ដែលមានដូចជា home skin ហើយនិង question ដែលយើងមានហើយយើងក៏មាន search button ហើយនឹងមាន detail ផ្សេងៗផងដែរហើយបន្ទាប់មកទៀតនេះគឺយើងប្រើ app ផ្សេងៗដើម្បីសរសេរកូដទាំងនេះដែលដូចជា Flutter, Dart, Material Design, Visual Code ហើយនិង Android Studio conclusion គោលបំណងដែលយើងធ្វើវាឡើងធ្វើ project នេះឡើងគឺដើម្បីជួយឲ្យយើង understand ពី Flutter UI design ក្នុង UI design style ផ្សេងៗហើយជួយឲ្យយើងយល់ដឹងអំពីការបង្កើត Flutter UI by design application បាទសូមអរគុណ